បងជើងពៀនប្រាក់នេះតម្លៃប៉ុន្មានដែរបាទតម្លៃប៉ុណ្នេះមិនថ្លៃមែនបងជើងពៀនប្រាក់ទូចមួយសោះហ្នឹងធ្វើអស់ប្រាក់ប្រហែលតលឹងទៅអស់ប្រហែលគីឡូទៅបងបាទខ្ញុំចង់បកស្រាយអញ្ចេះឧទាហរណ៍មួយជាពិសេសខាងបងប្អូនខាងនារីដែលគាត់ទៅកាត់សម្លៀកបំពាក់ជាពិសេសគឺសម្លៀកបំពាក់ផ្នែកប្រពៃណីតែម្ដងនៅពេលដែលគាត់ទៅចូលរួមកម្មវិធីផ្សេងៗណាជាងនៅស្រុកយើងគឺមានច្រើនមានតម្លៃធូរថ្លៃរហូតដល់តម្លៃថ្លៃផងដែរអឺជាទូទៅខ្ញុំសង្កេតឃើញមួយចំណុចត្រង់ថាបើសិនជាជាងដែលគាត់កាត់មានតម្លៃថ្លៃហ្នឹងគឺគាត់ច្រើនតែជាជាងដែលមានចំណេះជំនាញពិតប្រាកដអញ្ចឹងនៅពេលដែលពួកគាត់ទៅកាត់សម្លៀកបំពាក់ទាំងអស់នោះហើយគឺគាត់ស្លៀកពាក់ទៅមានភាពងាយស្រួលម៉ូដរបស់គាត់ហ្នឹងគឺស័ក្តិសមទៅនឹងរូបរាងកាយរបស់គាត់ហើយអ្វីដែលពិសេសទៅទៀតហ្នឹងគឺគាត់ទៅលោតែម្ដងអីទេគឺរួចរាល់ហើយមិនចាំបាច់ស្មុគស្មាញច្រើនអញ្ចឹងយើងបកត្រឡប់មកសម្ភារៈអីវ៉ាន់របស់ពួកយើងវិញទីមួយគឺស្ថិតនៅលើ material ហើយប្រាក់សុទ្ធបាទបើសិនជាចង់បានធូរថ្លៃជាងហ្នឹងគឺគេដកទឹកទៅបន្តិចទៅក៏បងប្អូនអត់ដឹងដែរទីពីរទៀតដូចគ្នាដែរពាក់ព័ន្ធជាមួយនឹងជំនាញនៃការធ្វើបាទចំណេះជំនាញពិតប្រាកដដែលធ្វើទៅចេញមកគឺស្អាតបាទទី3ទៀតនោះគឺពាក់ព័ន្ធជាមួយនឹងគេឈ្មោះដែលមានទំនុកចិត្តផងដែរដែលគាត់អាចទុកចិត្តបានថាហាងហ្នឹងអត់បោកប្រាស់ទេហាងហ្នឹងគឺប្រាក់គឺប្រាក់សុទ្ធហើយក្បាច់គេគឺស្អាតល្អតែម្ដងហើយគេមានទំនួលខុសត្រូវខ្ពស់ទៀតអញ្ចឹងកត្តាទាំងអស់ហ្នឹងឯងទើបធ្វើឲ្យទំនិញនៃអីវ៉ាន់មួយហ្នឹងគឺមានតម្លៃទៅតាមកម្រិត level របស់វាផងដែរប្រហែលចំណុចដែលខ្ញុំបានបង្ហាញនេះគឺខ្ញុំចង់ជម្រាបទៅដល់បងប្អូនឲ្យបានដឹងហើយបើសិនជាមានការខុសទាស់យ៉ាងណាអាចចូលរួមជាមតិយោបល់បន្ថែមទៀតបានសូមអរគុណច្រើន